ការស្ទង់មតិប្រចាំសប្តាហ៍បានបង្ហាញថាអ្នកជំនាញនៅតំបន់ Wall Street បានបន្តជំនឿជឿជាក់ទៅលើតម្លៃមាសក្នុងការឡើងបន្តទៅទៀតខណៈដែលវិនិយោគិនទូទៅមានសុទិដ្ឋិនិយមយ៉ាងខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងឆ្នាំនេះបន្ទាប់អំពីមាសបានឡើងថ្លៃយ៉ាងរឹងមាំជាលទ្ធផលអ្នកចូលរួមនៅក្នុងការផ្សឹងមតិនៅតំបន់ Wall Street មានចំនួន18នាក់មាន12នាក់ថាសប្តាហ៍ក្រោយមាសឡើងដែលស្មើនឹង67%មាន2នាក់ស្មើនឹង11%ថាមាសចុះនិង4នាក់ស្មើនឹង22%ថាមាសស្ថិតនៅក្នុងតម្លៃបច្ចុប្បន្នដោយឡែកការស្ទង់មតិតាមប្រព័ន្ធអនឡាញមានអ្នកចូលរួមចំនួន266នាក់នៅក្នុងនោះ202នាក់ស្មើនឹង76%ថាសប្តាហ៍ក្រោយមាសនឹងបំបែក$5,300ក្នុង1អោន34នាក់ស្មើនឹង13%ថាមាសនឹងមានការធ្លាក់ចុះហើយនឹង30នាក់ស្មើនឹង11%ថាសប្តាហ៍ក្រោយមាសរក្សានៅក្នុងតម្លៃកម្រិតបច្ចុប្បន្ន